ជំរាបសួរអ្នកនរគ្នាខ្ញុំបាទសានលីហេងនាងខ្ញុំតាំងជូលីនាងខ្ញុំឈ្មោះអានសមាដេលីនខ្ញុំបាទឈ្មោះហុងមីងសៀងខ្ញុំបាទឈ្មោះចាប់កៅសវណ្ណអ្នកគ្នាមកពីក្រុមសំណឹកឆ្នេរចឹងមុននឹងចូលទៅដល់ដំណើរការនៃការស្រាវជ្រាវខ្ញុំមកចង់ឲ្យអ្នកគ្នាស្គាល់ពីវត្ថុបំណងក៏ដូចជាគោលបំណងនៃការស្រាវជ្រាវរបស់ក្រុមពួកយើងចំពោះគោលបំណងក៏ដូចជាវត្ថុបំណងនៃការស្រាវជ្រាវរបស់ក្រុមពួកយើងមានដូចជាទី1គឺកំណត់នៅមូលហេតុចម្បងដែលបង្កឲ្យមានបាតុភូតសំណើឆ្នេរនេះកើតឡើងទី2គឺពលនីអំពីផលប៉ះពាល់ដែលកើតមានទៅលើបរិស្ថានក៏ដូចជាសហគមន៍ទី3គឺស្វែងរកនៅដំណោះស្រាយក៏ដូចជាវិធានការការពារដ៏មានប្រសិទ្ធភាពឥឡូវអ្នកនរគ្នាប្រកាសជាបានស្គាល់អំពីវត្ថុបំណងក៏ដូចជាគោលបំណងនៃការស្រាវជ្រាវរបស់ក្រុមពួកយើងហើយចឹងឥឡូវយើងមកនិយាយអំពីសម្ភារៈក៏ដូចជាឧបករណ៍ដែលយើងយកមកប្រើប្រាស់ក្នុងដំណើរនៃការស្រាវជ្រាវមួយនេះទី1គឺយើងប្រើប្រាស់នៅទូរស័ព្ទដៃឬក៏កាមេរ៉ាដើម្បីថតរូបក៏ដូចជាវីដេអូដើម្បីធ្វើជាភស្តុតាងហើយនឹងជាទិន្នន័យដើម្បីយើងងាយស្រួលក្នុងការវិភាគទី2គឺយើងប្រើប្រាស់ជាមួយនឹងសៀវភៅកត់ត្រាក៏ដូចជាសញ្ញាទិន្នន័យដើម្បីកត់ត្រាទៅលើព័ត៌មានទាំងអស់ដែលយើងបានធ្វើការស្រាវជ្រាវដែលមានដូចជាទីតាំងការបរិច្ឆេទនិងអ្វីដែលយើងបានធ្វើការស្រាវជ្រាវនៅកំឡុងពេលដំណើរការស្រាវជ្រាវនោះហើយទី3គឺយើងបានប្រើប្រាស់ជាមួយនឹង compass គឺជាត្រីវិស័យហើយទី4គឺយើងប្រើប្រាស់ជាមួយនឹងខ្មៅដៃក៏ដូចជាប៊ិចដើម្បីធ្វើការសរសេរទី5គឺយើងប្រើប្រាស់ជាមួយនឹងម៉ែត្រខ្សែដើម្បីធ្វើការវាស់វែងទៅលើចម្ងាយប្រវែងក៏ដូចជាកម្ពស់នេះគឺជាសកម្មភាពដែលពួកយើងធ្វើការជួបជុំគ្នារវាងសមាជិកក្រុមទាំងអស់និងគ្រូដឹកនាំដើម្បីស្ដាប់ពីការណែនាំក៏ដូចជាវិធីសាស្ត្រនៃដំណើរការស្រាវជ្រាវបន្ទាប់ពីបានស្ដាប់ពីការណែនាំហើយពួកយើងក៏ចាប់ផ្ដើមធ្វើសកម្មភាពតែម្ដងដោយនេះគឺជាដំណើរការនៃការវាស់ពីសភាពរលកបន្ទាប់ពីបានរៀបចំរួចយើងក៏បានយកដងឈើនោះទៅចាក់ដោតទៅក្នុងដីខ្សាច់ដែលស្ថិតនៅក្រោមទឹកសមុទ្រហើយក៏ចាប់ផ្ដើមធ្វើការសង្កេតតាំងពីពេលនោះមកសកម្មភាពបន្តទៀតយើងក៏បានស្វែងរកទីតាំងបន្តហើយលោកគ្រូក៏បានពន្យល់ណែនាំពីវិធីសាស្ត្រមួយចំនួនបន្ថែមទៀតមកកាន់ពួកយើងបន្ទាប់ពីបានស្ដាប់ពីមតិរបស់លោកគ្រូហើយពួកយើងក៏បានចាប់ផ្ដើមធ្វើការដាក់សង្កេតទៅលើទីតាំងបន្តបន្ទាប់ទៀតដែលនេះគឺជាតំបន់មួយដែលសម្បូរទៅដោយថ្មធំៗរលកធំៗដែលអនុញ្ញាតឲ្យពួកយើងអាចសង្កេតនិងស្វែងរកភស្តុតាងបានក្រោយពីបានប្រមូលទិន្នន័យក៏ដូចជាភស្តុតាងនានារបស់ក្រុមពួកយើងហើយពួកយើងក៏បានទៅសាកសួរពីព័ត៌មានមួយចំនួនពីក្រុមដទៃទៀតដើម្បីប្រមូលរួមនៅព័ត៌មានទិន្នន័យទាំងអស់បញ្ចូលគ្នាដើម្បីធ្វើការវិភាគជាលទ្ធផលសម្រេចហើយសកម្មភាពនៃដំណើរការស្រាវជ្រាវរបស់ពួកយើងក៏ត្រូវបានបញ្ចប់ពីពេលនោះមក